រៀនបកប្រែពីអង់គ្លេសមកខ្មែរ Chapter ទី1ដដែល Behind Your Confidence យើងហ៊ានពាក្យហួយអីចឹងយើងសាកហ៊ានបកប្រែសាកមើលជាទូទៅការបកប្រែគឺយើងមើលមួយ sentence ដែលសារ sentence នេះវារៀងវែងវាដែលវែងហ្នឹងយើងធ្វើប្របែកវាទៅជា clause ខ្លីៗយើងមើលឲ្យណាមានក្បៀសយើងមើលត្រឹមហ្នឹងសិនអញ្ចឹងអាហ្នឹងគឺវិធីនៅក្នុងការយើងអាចបកប្រែពីអង់គ្លេសមកខ្មែរហើយន័យខ្លះការបកប្រែគឺយើងអាចបកប្រែទៅដោយ rule ទៅហ្មងបើសិនជាការសរសេរហ្នឹងសរសេរបែបភាសានិយាយប៉ុន្តែបើសិនជាការសរសេរហ្នឹងវាលក្ខណៈស្រាវជ្រាវ academic ឬក៏យើងលក្ខណៈ formal writing គឺយើងមើលឲ្យចប់ sentence ដើម្បីយល់បរិបទរបស់វាសិនបានយើងអាចបកប្រែទៅរៀងស៊ីគ្នាជាមួយនឹងអត្ថន័យពីអង់គ្លេសមកខ្មែរដែលឡែកសៀវភៅនេះគឺវារៀងជាលក្ខណៈភាសានិយាយ creative writing អញ្ចឹងការបកប្រែវារៀងធំនៃធំច្រើនជាង I started to write this book ខ្ញុំចាប់ផ្ដើមសរសេរសៀវភៅនេះ Behind Your Confidence ដែលមានចំណងជើងថា Behind Your Confidence នៅក្នុង on January 8 2025 នៅថ្ងៃទី8ខែមករា2025នេះគឺយើងសរសេរតាមអាមេរិកគឺយើងសរសេរខែហើយនឹងថ្ងៃហើយបានក្បៀសហើយបានឆ្នាំប៉ុន្តែពេលយើងបកប្រែតាមបរិបទខ្មែរគឺថ្ងៃខែឆ្នាំថ្ងៃទី8ខែមករា2025 When my life had been restored into normalcy merely a week ago នៅពេលដែលជីវិតរបស់ខ្ញុំគឺត្រូវបានស្ដារឡើងវិញមកក្នុងភាពប្រក្រតីត្រឹមតែមួយអាទិត្យមុនណា After many months of darkness បន្ទាប់ពីរយៈពេលជាច្រើនខែដែលស្ថិតនៅក្នុងភាពសោកសៅ almost to a point of depression ស្ទឹងថាការ depression although I would never admit nor consider it that way ទោះបីជាខ្ញុំមិនសារភាពឬក៏ចាត់ទុកថាវាជាការបាក់ទឹកចិត្តក៏ដោយ The truth of the matter is តាមពិតទៅ there is one woman មានមនុស្សស្រីម្នាក់ whose life ដែលជីវិតរបស់នាង has inspired me ដែលបានជំរុញលើកទឹកចិត្តខ្ញុំ to restart anew ឲ្យចាប់ផ្ដើមសារជាថ្មី professionally ផ្ដោតលើផ្នែកការងារ and personally និងផ្ទាល់ខ្លួនដូចគ្នាដែរ She is my soon to be wife នាងគឺជាអនាគតភរិយា whom I met in 2018 ដែលខ្ញុំស្គាល់នៅក្នុងឆ្នាំ2018 back when I was a novice writer នៅពេលដែលខ្ញុំជាអ្នកសរសេរត្បូង struggling to get my writing career off the ground ដែលតស៊ូចាប់ផ្ដើមអាជីពនៅក្នុងការសរសេររបស់ខ្ញុំឲ្យវាកកើតឡើង outwardly នៅខាងក្រៅ I appear to be confident ខ្ញុំមើលទៅគឺមានជំនឿចិត្ត but behind my confidence ប៉ុន្តែនៅក្រោយជំនឿចិត្តរបស់ខ្ញុំហ្នឹងគឺ is doubt គឺការសង្ស័យ in other words បើនិយាយងាយយល់ I often doubt my ability ខ្ញុំតែងតែសង្ស័យសមត្ថភាពរបស់ខ្ញុំ and question myself ហើយមិនទុកចិត្តខ្លួនឯង whether or not I would or could succeed in my job or anything that I choose to do for that matter ថាតើខ្ញុំនឹងឬក៏អាចជោគជ័យនៅក្នុងការងាររបស់ខ្ញុំឬក៏អ្វីដែលខ្ញុំជ្រើសរើសធ្វើបានដែរទេបើយើងនិយាយអំពីក្នុងអត្ថន័យហ្នឹង I never once told anyone ខ្ញុំតែប្រាប់ណាគេម្នាក់សូម្បីតែម្ដង But today I am frank perhaps dumb enough to reveal my biggest insecurity self-doubt ហើយប៉ុន្តែថ្ងៃនេះខ្ញុំស្មោះត្រង់ឬក៏សឹងថាល្ងងដែលបង្ហាញអំពីភាពមិនជឿជាក់លើខ្លួនឯងដែលធំបំផុតរបស់ខ្ញុំដែលជាការសង្ស័យលើខ្លួនឯង